ជុំរៀបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើបូមទៀតហើយថ្ងៃនេះបូមធ្វើបូមคลิก2021ដំបូងចាប់ផ្ដើមដោះកប៉ែនចេញម្ចាស់គេឲ្យធ្វើតែមួយជាហៀងទេម៉ូតូនេះឲ្យធ្វើបូមតែមួយជាហៀងឯងបន្ទាប់ពីដោះកប៉ែនចេញដោះភ្លៅធ្វើការដោះភ្លៅបន្ទាប់ពីដោះភ្លៅហើយយកកង់ចេញដោះខ្ចៅនេះមកក្របទៀតធ្វើបូមបកคลิกនេះដោះតិចតែស្រួលដោះដែរទេដោះលឿនធ្វើក៏លឿនខានធ្វើខានបញ្ចូលសលេងយូរអូ my god អត់ដឹងមិននេះចាំងដល់កាមេរ៉ាថតមកឡើងសស្គូនេះតបមកយើងយកវាចេញមកហើយនេះដំវា2 3អាញួរទៅដំអាគូតហ្នឹង2 3អាញួរដាក់3អាញួរប៉ែបន្ទាប់ពីហ្នឹងមកយកតាសមួលចេញបាត់ទៅហើយត្រូវតែ3អាញួរចាក់ប្រេងខ្មៅចេញតបពីចាក់ប្រេងខ្មៅចេញហើយយើងក៏ខ្វើតវានេះអានេះឥឡូវនេះគេហៅខ្វើតជូតដីក៏ខ្វើតជូតដីចេញឆ្កឹះព្រះចេញអត់បានយកបတ်ទុកទៅជ្រើសព្រះអត់មានអីឆ្កឹះព្រះតបពីឆ្កឹះព្រះចេញយើងឆ្កឹះខ្វើតខាងក្នុងនេះចេញមកខ្វើតខាងក្នុងចេញនេះខ្វើតថ្មីដាក់ខ្វើតថ្មីមកខ្វើត Honda នេះយកខ្វើតបញ្ចូលក្នុងកំប៉ុងថ្មីវិញនេះបដាង6301នឹងធ្វើរបៀបបែបលឿនរហ័សហើយរហ័សបានលុយគេឲ្យធ្វើតែមួយជាហៀងធ្វើមួយជាហៀងតាមម្ចាស់គេឲ្យធ្វើទៅដាក់បដូលវាចូលវិញដូចចាក់ប្រេងលឿនមួយផ្លែតបានលុយម្ចាស់ម៉ូតូខ្លះធ្វើបូមមុខខ្លួនឯងអាចធ្វើបានបូមមុខវាងាយជួសជុលដូចអាក្រោយទេប្រេងថ្មី3គ្រាប់ប្រេងកូស្មិចតបពីចាក់ប្រេងមកមួខ្យល់បាតចូលវិញមកប៉ុណ្ណឹងរួចរាល់ហើយជាការស្រេចទទួលបានទឹកប្រាក់ចំនួន20000រៀលគ្រាន់ដោះទាល់ជាភាពអរគុណបងប្អូនទាំងអស់គ្នាជួយ Subscribe ជួយ Follow ឲ្យផងអាណិតជាងមករស់អរគុណ